សួស្តីប្រិយមិត្តបទពិសោធន៍ខ្មោចលងទាំងអស់គ្នាមកកាន់អេពីសូត13បងប្អូនចង់ចែករំលែករឿងអាចឆាតចូល Page ឬ Telegram បានសាច់រឿងទី1អំពើអ្នកជិតខាងជាសាច់រឿងដ៏រន្ធត់ដែលបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយហុំព័ទ្ធទៅដោយវាលស្រែធំល្វឹងល្វើយនិងព្រៃរបោះនៅជាយភូមិមានផ្ទះ2ដាំរបងស្លឹកបាសជួបគ្នាផ្ទះម្ខាងជាផ្ទះរបស់ដានីនិងប្តីជាអ្នកស្រែចម្ការត្រឹមត្រូវស្លូតបូតនិងមានជីវភាពសមរម្យចំណែកផ្ទះម្ខាងទៀតជាផ្ទះរបស់យាយមិញស្ត្រីមេម៉ាយចាស់ម្នាក់រស់នៅតែម្នាក់ឯងយាយមិញមានចរិតប្លែកពីគេគាត់មិនសូវនិយាយស្ដីជាមួយអ្នកភូមិទេហើយចូលចិត្តអង្គុយសំងំតែក្នុងផ្ទះងងឹតអ្វីដែលធ្វើឲ្យដានីកត់សម្គាល់នោះគឺយាយមិញតែងតែលួចមើលមកផ្ទះនាងដោយកែវភ្នែកច្រណែនឈ្នានីសជាពិសេសពេលឃើញគ្រួសារដានីរកស៊ីមានបាននិងមានសុភមង្គលថ្ងៃមួយជ្រូកមេមួយក្បាលរបស់ដានីបានរួចរបងទៅស៊ីដើមជ័យរបស់យាយមិញបានខឹងសម្បាយ៉ាងខ្លាំងរហូតដល់ជេរប្រតិចដាក់ទំនាយនិងយកកំបិតខ្វែវទៅកាប់ជ្រូកនោះដាច់ធ្លាយពោះវិនស្លាប់ភ្លាមដានីនិងប្តីមិនចង់មានរឿងវែងឆ្ងាយក៏សុខចិត្តអត់ធ្មត់និងសុំទោសព្រមទាំងសងថ្លៃខូចខាតប៉ុន្តែស្នាមញញឹមចុងក្រោយរបស់យាយមិញគឺពោលពេញដោយភាពអាថ៌កំបាំងនិងគួរខ្លាចក្រៃលែងមួយសប្តាហ៍ក្រោយមកយាយមិញក៏បានធ្លាក់ខ្លួនឈឺស្លាប់យ៉ាងទាន់ហន់ដោយសារគាត់គ្មានសាច់ញាតិអ្នកភូមិនិងដានីក៏បានជួយរៀបចំពិធីបុណ្យសពបូជាតាមប្រពៃណីដានីគិតថារឿងរ៉ាវរកាមរកូសទាំងឡាយត្រូវបានបញ្ចប់ទៅតាមរូបកាយដែលរលាយជាផេះផង់ហើយប៉ុន្តែនាងគិតខុសទាំងស្រុងចាប់ពីយប់បូជាសពរួចមកផ្ទះរបស់យាយមិញដែលចាក់សោចោលនោះចាប់ផ្ដើមមានរឿងចម្លែកកើតឡើងនៅម៉ោង12យប់ដានីតែងតែឮសំឡេងតុកដូចមានមនុស្សយកឈើច្រត់ដើរជុំវិញផ្ទះរបស់នាងនៅម៉ោង2រំលងអាធ្រាត្រមានសំឡេងមនុស្សស្រីស្រែកយំខ្សឹកខ្សួលយ៉ាងព្រឺព្រួចចេញពីក្នុងផ្ទះស្ងាត់ជ្រងំរបស់យាយមិញក្លិនស្អុយរលួយដោយសាកសពសត្វធាតុបានភាយកាត់បង្អួចបន្ទប់គេងរបស់ដានីរាល់យប់ទោះបីជានាងបិទបង្អួចចិត្តយ៉ាងណាក៏ដោយដានីអញឃ្លានណាស់មិនក៏ឯងមិនបានយកបាយមកឲ្យអញស៊ីសំឡេងខ្សឹបខ្សៀវស្អកហាក់ដូចជានៅក្បែរត្រចៀករបស់នាងធ្វើឲ្យដានីភ្ញាក់ព្រឺតញើសជោកពេញខ្លួនមាញ់ត្រឹមតែលងបន្លាចទេសុខភាពរបស់ដានីចាប់ផ្ដើមទ្រុឌទ្រោមយ៉ាងខ្លាំងស្បែករបស់នាងប្រែជាស្លេកស្លាំងដៃខ្មៅចាប់ផ្ដើមឡើងពេញខ្លួនប្រទះឃើញស្នាមជួមខ្មៅដូចដៃមនុស្សច្របាច់នៅតាមដៃជើងនាពេលយប់នាងចាប់ផ្ដើមវង្វេងវង្វាន់ដើរទៅរកផ្ទះរបស់យាយមិញទាំងបិទភ្នែកប្តីរបស់ដានីឃើញសភាពមិនស្រួលក៏បានទៅអញ្ជើញលោកគ្រូអាចារ្យដែលមានបារមីខ្ពស់ពូកែម្នាក់មកមើលគ្រាន់តែឈានជើងចូលដល់របងផ្ទះលោកគ្រូអាចារ្យក៏ស្រែកថាផ្ទះនេះមានគ្រោះធំហើយអ្នកជិតខាងគេស្លាប់ទៅមែនប៉ុន្តែគេបានធ្វើអំពើសម្ភារៈខ្មៅកងឹតបន្សល់ទុកដើម្បីបំផ្លាញជីវិតអ្នកទាំងពីរលោកគ្រូអាចារ្យបាននាំប្តីដានីទៅកាយដីនៅក្រោយគល់ចេកដែលជ្រូកធ្លាប់ទៅស៊ីនោះបន្ទាប់ពីជីកបានជម្រៅប្រហែលកន្លះម៉ែត្រពួកគេបានប្រទះឃើញកូនក្រមុំរូបដីដុតមួយមានរូបដោយអំបោះពណ៌ក្រហមចាក់ទម្លុះដោយជួញដែកចំកណ្ដាលទ្រូងនិងមានសរសេរឈ្មោះថ្ងៃខែឆ្នាំកំណើតរបស់ដានីជួបនឹងសក់ក្បាលរបស់មនុស្សពិតដើម្បីរំលាយអំពើឃោរឃៅនេះលោកគ្រូអាចារ្យត្រូវធ្វើពិធីកាត់ចំនួននៅពាក់កណ្ដាលអាធ្រាត្រយប់នោះមេឃស្រាប់តែប្រែជាខ្មៅងងឹតខ្យល់បោកយ៉ាងខ្លាំងនៅពេលលោកគ្រូអាចារ្យចាប់ផ្ដើមសូត្រគាថាដុតកូនក្រមុំដីនោះស្រាប់តែមានសំឡេងស្រែកគំហុកយ៉ាងខ្លាំងចេញពីផ្ទះយាយមិញទ្វារផ្ទះរបស់យាយមិញដែលចាក់សោនោះបានរបើកភោមស្រមោលក្បាលស្រអាប់រូបរាងដូចយាយមិញភ្នែកក្រឡោតឡើងលើគ្មានប្រសិទ្ធភ្នែកហើយសម្ដៅមកដានីទាំងក្រចកដៃវែងចង្អុលមុខ
គ្រូជើងកាងកុំចេះដឹងរឿងអញត្រូវតែយកជីវិតដានីឲ្យខាន់តែបានខ្មោចយីមិញស្រែកសំឡេងលាន់ឮពេញវាលស្រែបន្លំនឹងសំឡេងរន្ទះបាញ់លោកគ្រូអាចារ្យមិនញញើតឡើយគាត់បានយកទឹកមន្តប្រោះព្រំនៅលើរូបដីដុតនិងសូត្រមន្តគាថាបារមីសង្កត់រូបដីដុតនោះចាប់ផ្ដើមឆេះឡើងពណ៌ខៀវដូចភ្លើងប្រលឹងភ្លាមនោះខ្មោចយីមិញក៏ស្រែកននាលនៅលើដីប្រលឹងខ្មោចនោះចាប់ផ្ដើមឆេះខ្ទេចខ្ទីដោយត្រូវភ្លើងអសុរកាយអញមិនសុខចិត្តទេអញនឹងតាមចងកាមចងពៀឯងរាល់ជាតិនេះជាសម្លេងចុងក្រោយមុនពេលស្រមោលខ្មៅនោះរលាយបាត់ទៅក្នុងអាកាសធាតុដល់ត្រជាក់ស្រេបបន្ទាប់ពីយប់ដ៏រន្ធត់នោះមករូបដីដុតត្រូវបានដុតកំទេចនិងយកទៅបោះចោលនៅទន្លេដានីបានដឹងខ្លួនឡើងវិញនិងជាសះស្បើយជាលំដាប់ប៉ុន្តែស្នាមជុំខ្មៅនៅលើខ្លួននាងមិនបានរលាយបាត់ទាំងស្រុងឡើយផ្ទះរបស់យាយមិញត្រូវបានអ្នកភូមិវាយកំទេចចោលមិនឲ្យមានសេសសល់កំទេចឈើមួយដុំឡើយប៉ុន្តែរាល់ពេលមានភ្លៀងធ្លាក់ជោកជាំនិងខ្យល់បក់ខ្លាំងនៅពេលយប់អ្នកភូមិនៅតែលួចខ្សឹបប្រាប់គ្នាថាពួកគេនៅតែឃើញស្រមោលមនុស្សចាស់ម្នាក់អង្គុយសម្លឹងមើលមកវាលស្រែទាំងកែវភ្នែកពោរពេញដោយគំនុំមិនព្រមទៅចាប់ចិត្តឡើយសាច់រឿងទី2រឿងនេះខ្ញុំសូមមិនបញ្ចេញឈ្មោះពិតទេប៉ុន្តែវាជាបទពិសោធន៍ដ៏រន្ធត់បំផុតក្នុងជីវិតរបស់ខ្ញុំកាលពី5ឆ្នាំមុនដែលធ្វើឲ្យខ្ញុំភ័យខ្លាចរាល់ពេលដែលកាត់ឬជិះកាត់ផ្លូវរថភ្លើងនៅពេលយប់កាលនោះខ្ញុំធ្វើការជាបុគ្គលិកវេនយប់នៅហាងទំនិញ24ម៉ោងមួយកន្លែងផ្ទះជួលរបស់ខ្ញុំនៅម្ខាងទៀតនៃផ្លូវរថភ្លើងចាស់មួយខ្សែដែលមិនសូវមានរថភ្លើងរត់ឆ្លងកាត់ញឹកញាប់ទេនៅពេលយប់រាល់ដងខ្ញុំតែងតែដើរកាត់ផ្លូវដែកនោះទាំងរលឹងចុងសក់ព្រោះវាស្ងាត់ហើយមានព្រៃដុះសងខាងមានយប់មួយម៉ោងប្រហែល7:02រំលងអាធ្រាត្រមេឃរកកលចង់ភ្លៀងផ្គរលួនក្រហឹមពេលខ្ញុំដើរមកដល់ជិតផ្លូវរថភ្លើងខ្ញុំបានឃើញបរិសម្នាក់សក់សំពីងសំពងរញ៉េរញ៉ៃសំលៀកបំពាក់រហែករខិរខាអង្គុយលើដុំថ្មចិញ្ចើមផ្លូវដែកខ្ញុំដឹងភ្លាមថាគាត់ជាចលនាថាដែលដើររេះចាយព្រោះឃើញមានបាវមួយនៅក្បែរខ្លួនដំបូងខ្ញុំភ័យដែរប៉ុន្តែឃើញគាត់អង្គុយថ្មឹងអោនមកចុះសម្លឹងទៅផ្លូវដែកខ្ញុំក៏ដកដង្ហើមធំរួចដើរកាត់គាត់ធម្មតាពេលដើរហួសប្រមាណជា5ជំហានខ្ញុំក៏ឮសំឡេងគាត់និយាយខ្សឹបឃ្លានណាស់សូមលុយទិញបាយហូបខ្លះមកប្អូនសំឡេងនោះស្អកនិងត្រជាក់ស្រេបធ្វើឲ្យខ្ញុំព្រឺសម្បុរខ្ញាក់ដោយសារមានចិត្តអាណិតនិងចង់ប្រញាប់ទៅផ្ទះខ្ញុំក៏លុកហៅប៉ៅដកលុយ 5,000 រៀលរួចងាកក្រោយបំរុងហុចឲ្យគាត់ប៉ុន្តែពេលខ្ញុំងាកទៅទីនោះទទេស្អាតគ្មានមនុស្សគ្មានបាវអេតចាយអ្វីទាំងអស់ខ្ញុំគិតថាខ្ញុំមើលច្រឡំឬស្ដាប់ច្រឡំជាមិនខានដោយសារងងុយដេកពេកក៏ប្រញាប់រត់ត្របាញ់ទៅផ្ទះជួលបាត់ទៅ2ថ្ងៃក្រោយមកយប់នោះមេឃភ្លៀងធ្លាក់ខ្លាំងណាស់ខ្ញុំក៏ត្រូវដើរត្រឡប់មកផ្ទះវិញតាមផ្លូវដដែលទាំងតែទឹកជោកពេលមកដល់ចំណុចផ្លូវរថភ្លើងស្រាប់តែមានខ្យល់គូចមួយបោកបក់មកយ៉ាងខ្លាំងធ្វើឲ្យឆ័ត្ររបស់ខ្ញុំរបូតពីដៃហោះទៅលើផ្លូវរថភ្លើងខ្ញុំក៏ដើរទៅរើសឆ័ត្រភ្លាមនោះភ្នែកបន្ទល់បានឆ្វាច់ធ្វើឲ្យភ្លឺឡើងលើមេឃលន់ឮសក់ស្នូក្រហឹមយ៉ាងខ្លាំងពន្លឺភ្នែកបន្ទល់បានបំភ្លឺតំបន់នោះមួយផ្លែតអ្វីដែលខ្ញុំបានឃើញនៅចំពោះមុខធ្វើឲ្យខ្ញុំទន់ជង្គង់ដួលនៅលើដីនៅចំកណ្ដាលផ្លូវដែកមានបរិសអនាថាម្នាក់នោះកំពុងតែវាខ្លួនប្រាណរបស់គាត់ដាច់ជាពីរត្រង់ជើងកេះជើងទាំងពីរនៅម្ខាងឯខ្លួនផ្នែកខាងលើនៅម្ខាងទៀតពោះវៀននឹងឈាមក្រហមច្រាលហូរពេញថ្មផ្លូវរថភ្លើងហាក់ដូចជាទៅតែត្រូវរថភ្លើងកិនថ្មីមុខរបស់គាត់ខ្មៅស្រអាប់ភ្នែកបើកធំលៀនចេញមកក្រៅសម្លឹងចំមុខខ្ញុំទាំងដៃទាំងពីរកំពុងស្រវាចង់ចាប់ជើងរបស់ខ្ញុំភ័យពេកស្រែកដាច់សំឡេងព្យាយាមរត់ថយទាំងដួលអុកគួតញ័រទៅត្រើតពេលមានពន្លឺភ្នែកបន្ទោលមួយផ្លែតទៀតខ្មោចបរិសអនាថានោះបានងើបឈរទាំងមានតែខ្លួនពាក់កណ្ដាលអណ្ដែតលើអាកាសរួចសម្លឹងមកខ្ញុំ
ទាំងទឹកភ្នែកលាយឡំដោយឈាមស្រក់តក់ជួយខ្ញុំផងគេកាន់ខ្ញុំដាច់ខ្លួនហើយខ្ញុំរត់ជើងខ្ញុំមិនឃើញទេខ្ញុំរត់ទៀងមិនគិតពីជីវិតរហូតដល់បន្ទប់ជួលចាក់សោសម្រក់ទឹកភ្នែកទៀងភ័យខ្លាចស្អែកឡើងខ្ញុំបានទៅសួរតាយាយដែលលក់ដូរនៅជិតនោះទើបខ្ញុំដឹងរឿងពិតដ៏គួរឲ្យសូរផងនិងគួរឲ្យខ្លាចផងពួកគាត់ប្រាប់ថាកាលពីមួយសប្តាហ៍មុនមានបរិយាថាម្នាក់គាត់ដើររហេតចាយទាំងយប់ស្រាប់តែស្រវឹងស្រារួចទៅគេងលក់លើផ្លូវរថភ្លើងយប់នោះរថភ្លើងដឹកទំនិញបើកាត់បុកនឹងកាន់គាត់ដាច់ជាពីរចំណែកស្លាប់យ៉ាងអធមដោយសារគាត់គ្មានសាច់ញាតិសពត្រូវបានគេប្រមូលយកទៅវត្តប៉ុន្តែប្រលឹងរបស់គាត់មិនទៅណាឡើយព្រោះជាខ្មោចតៃហោងអ្នកភូមិនៅជិតខាងតែងតែឮសំឡេងរថភ្លើងចាប់ហ្វ្រាំងក្រើតនៅម៉ោង2រំលងអាធ្រាត្រទោះជាគ្មានរថភ្លើងពិតប្រាកដបើកកាត់ក៏ដោយហើយជួនកាលគេឃើញគាត់ដើរសុំលុយឬវារកជើងរបស់គាត់នៅលើផ្លូវដែកនោះចាប់តាំងពីថ្ងៃនោះមកខ្ញុំសុខចិត្តចំណាយលុយជិះម៉ូតូឌុបវាងផ្លូវមិនហ៊ានដើរកាត់ផ្លូវរថភ្លើងនោះម្នាក់ឯងនៅពេលយប់ទៀតឡើយសាច់រឿងទី3នេះជាសាច់រឿងពិតដែលខ្ញុំបានជួបប្រទះផ្ទាល់កាលពី3ឆ្នាំមុនរហូតមកដល់ពេលនេះឲ្យតែនឹកឃើញដល់យប់នោះខ្ញុំនៅតែព្រឺរោមហើយមិនហ៊ានសូម្បីតែដើរកាត់តំបន់នោះម្នាក់ឯងឡើយកាលនោះខ្ញុំទើបតែផ្លាស់មកធ្វើការនៅភ្នំពេញដំបូងដោយសារថវិកាមានកំណត់ខ្ញុំក៏ដើររកបន្ទប់ជួលដែលមានតម្លៃសមរម្យដើរចុះដើរឡើងខ្ញុំក៏បានឃើញអគារស្នាក់នៅមួយកន្លែងស្ថិតនៅក្នុងផ្លូវឌឿងហែមដល់ជ្រៅមួយវាជាអគារចាស់បន្តិចមែនប៉ុន្តែតម្លៃជួលដល់គឺធូរថ្លៃខ្លាំងរហូតដល់ខ្ញុំស្ទើរតែមិនជឿគឺបន្ទប់ធំទូលាយមានបង្អួចចេញទៅក្រៅតែតម្លៃមិនដល់ពាក់កណ្ដាលនៃតម្លៃទីផ្សារផងម្ចាស់អគារជាបរិសុទ្ធវ័យចំណាស់ម្នាក់គាត់និយាយស្ដីតិចនិងមានទឹកមុខស្លេកស្លាំងពេលគាត់ហុចសោឲ្យខ្ញុំគាត់បានផ្ដាំមួយឃ្លាថាយប់ឡើងបើឮសំឡេងអ្វីនៅជួនខាងលើឬមានអ្នកមកគោះទ្វារខុសម៉ោងដាច់ខាតកុំបើកទ្វារសោះហើយកុំមាត់អ្វីទាំងអស់ពេលនោះខ្ញុំគិតថាគាត់ប្រហែលជាបារម្ភពីរឿងចោរកម្មឬសុវត្ថិភាពទូទៅទើបខ្ញុំងក់ក្បាលយល់ព្រមដោយមិនបានចាប់អារម្មណ៍ខ្លាំងឡើយអគារនោះមាន5ជាន់ហើយបន្ទប់របស់ខ្ញុំស្ថិតនៅជាន់ទី3អ្វីដែលចម្លែកនោះគឺចាប់តាំងពីខ្ញុំរើចូលរស់នៅបានជិតមួយសប្តាហ៍ខ្ញុំមិនដែលបានជួបអ្នកស្នាក់នៅដទៃទៀតឡើយបរិយាកាសនៅក្នុងអគារទាំងមូលគឺស្ងាត់ជ្រងំស្ងាត់រហូតដល់ឮស្នូរជើងខ្លួនឯងដើរឡើងជណ្ដើរខ្យល់នៅក្នុងនោះមានក្លិនផ្អូរដូចជាក្លិនសំណើមលាយឡំជាមួយក្លិនក្រអូបប្រហើរចម្លែកម្យ៉ាងស្រដៀងនឹងក្លិនផ្កាម្លិះក្រៀមរៀងរាល់ម៉ោង12យប់ខ្ញុំតែងតែឮសំឡេងតុកនៅចំពីលើពិដានបន្ទប់របស់ខ្ញុំវាដូចជាសំឡេងមនុស្សកំពុងបុកគ្រឿងឬលោតចុះឡើងខ្ញុំគិតក្នុងចិត្តថាប្រហែលជាអ្នកជាន់ទី4គាត់ធ្វើការវេនយប់ទើបធ្វើឲ្យមានសំឡេងរំខានបែបនេះរហូតដល់យប់មួយមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់យ៉ាងខ្លាំងភ្លើងនៅក្នុងអគារបានដាច់ងងឹតឈឹងខ្ញុំបានត្រឹមតែអុជទៀនមួយដើមហើយសម្រាកនៅលើពូកនាឡិកាបង្ហាញម៉ោង1រំលងអាធ្រាត្ររំពេចនោះសំឡេងលើពីដានក៏ចាប់ផ្ដើមបន្លឺឡើងម្ដងទៀតប៉ុន្តែលើកនេះវាមិនមែនជាសំឡេងតុកធម្មតានោះទេវាជាសំឡេងដូចមនុស្សកំពុងអូសអ្វីមួយដ៏ធ្ងន់ដើរចុះដើរឡើងយ៉ាងលឿនរួចភ្លាមនោះសំឡេងនោះក៏រត់ចុះតាមចណ្ដើរយ៉ាងជើងយ៉ាងលឿនសំដៅមកជួនរបស់ខ្ញុំតុបស្នូជើងមកឈប់ចំពីមុខទ្វារបន្ទប់របស់ខ្ញុំបេះដូងខ្ញុំចាប់ផ្ដើមលូតញាប់ខុសធម្មតាឃាតត្រជាក់ស្រេបមួយក៏បានរត់ឆ្លងកាត់ខ្នងរបស់ខ្ញុំស្រាប់តែមានសំឡេងគោះទ្វារបន្លឺឡើងតុបខ្ញុំដេកស្ងៀមមិនហ៊ានកម្រើកខ្លួនឡើយក្នុងចិត្តនឹកឃើញដល់សម្ដីរបស់លោកតាម្ចាស់ផ្ទះភ្លាមសំឡេងគោះទ្វារនៅតែបន្តប៉ុន្តែលើកនេះវាកាន់តែខ្លាំងឡើងរហូតដល់ទ្វារឈើចាស់នោះញ័ររង្គើអ្វីដែលធ្វើឲ្យខ្ញុំភ័យខ្លាចបំផុតនោះគឺមានសំឡេងសឹកស៊ីវយ៉ាងស្រួយស្រេបបន្លឺចេញពីក្រៅទ្វារមកថាបើកទ្វារខ្ញុំត្រជាក់ណាស់ជួយយកក្បាលខ្ញុំទៅវិញផងខ្ញុំយកភួយដណ្ដប់ជិតក្បាល
ភ័យផងយំផងមាត់ខំសូត្រធម៌ផ្សាយមេត្តាក្នុងចិត្តសំឡេងខាងក្រៅចាប់ផ្ដើមប្រែជាខឹងសម្បាពីសំឡេងគោះខ្លាចជាសំឡេងខ្វាចទ្វារដូចជាក្រចកមនុស្សកំពុងកោសចិញ្ចៀងឈើព្រលឹមខ្ញុំស្ទើរតែហោះចេញពីខ្លួនទៅហើយព្រឹត្តិការណ៍នោះអូសបានឡាយជិត1ម៉ោងរហូតដល់សំឡេងនោះដើរឆ្ពោះឡើងទៅជន់លើវិញទើបគ្រប់យ៉ាងត្រឡប់មកស្ងាត់ជ្រងំវិញព្រឹកព្រលឹមឡើងខ្ញុំមិនខ្វល់ពីការងារអ្វីទាំងអស់ខ្ញុំប្រមូលខោអាវទាំងភ័យញ័រសំដៅចុះមកក្រោមដើម្បីប្រគល់សោឲ្យលោកតាម្ចាស់ផ្ទះវិញពេលនោះលោកតាម្ចាស់ផ្ទះគាត់រៀបរាប់ទៀងទឹកភ្នែកគាត់ដកដង្ហើមធំរួចសម្លឹងមើលមុខខ្ញុំដោយក្តីអាណិតហើយនិយាយថាឯងសំណាងហើយដែលមិនមាត់ហើយមិនបាក់ទ្វារកាលពី5ឆ្នាំមុននៅជាន់ទី4មាននារីម្នាក់ត្រូវបានគេសម្លាប់ធ្វើបាបយ៉ាងឃោរឃៅនៅក្នុងបន្ទប់ឃាតករបានកាត់ក្បាលនាងយកទៅបោះចោលបន្សល់ទុកតែខ្លួននៅលើបន្ទប់ចាប់តាំងពីពេលនោះមកប្រលឹងនាងមិនទៅណាឡើយតែងតែដើរគាស់ទ្វារគ្រប់បន្ទប់ដើម្បីរកក្បាលរបស់នាងអ្នកជួលមុនសុទ្ធតែរត់ចោលទាំងអស់ព្រោះតែទ្រាំនឹងការឡើងបន្លាចនេះមិនបានចាប់តាំងពីថ្ងៃនោះមកខ្ញុំមិនបានហ៊ានជួលបន្ទប់ណាដែលថោកខុសធម្មតាឬមានបរិយាកាសស្ងាត់ជ្រងំទៀតឡើយរឿងនេះបានក្លាយជាស្រមោលអន្ទោតាមប្រាណជាមេរៀនមួយរបស់ខ្ញុំសាច់រឿងទី4រឿងដែលខ្ញុំហៀបនឹងរៀបរាប់ជូនទស្សនិកជនស្ដាប់ខាងក្រោមនេះគឺជារឿងពិតដែលបានកាត់ឡើងចំពោះរូបខ្ញុំផ្ទាល់និងមិត្តភ័ក្តិ2នាក់ទៀតកាលពីឆ្នាំមុនពួកយើងមិនមែនជាអ្នកស្រឡាញ់ការប្រថុយប្រថានឬចង់សាកល្បងអ្វីដែលពើមិនឃើញនោះទេប៉ុន្តែដោយសារតែការខ្វះខាតប្រុងប្រយ័ត្ននិងការមិនគោរពទើបធ្វើឲ្យពួកយើងស្ទើរតែបាត់បង់ជីវិតរឿងនេះខ្ញុំសូមដាក់ចំណងជើងថាកំហឹងម្ចាស់ផ្ទះជួលតម្លៃថោកខុសធម្មតាកាលនោះខ្ញុំនិងមិត្តភ័ក្តិ2នាក់ទៀតឈ្មោះរិទ្ធនិងពិសិដ្ឋបានសម្រេចចិត្តជួលផ្ទះល្វែងចាស់មួយល្វែងនៅជាយក្រុងដើម្បីស្នាក់នៅជុំគ្នាអំឡុងពេលធ្វើការផ្ទះនោះជាប្រភេទផ្ទះល្វែង2បន្ទប់គេងមានសភាពចាស់បន្តិចមើលទៅសាមនិងមានស្មៅដុះជុំវិញប៉ុន្តែអ្វីដែលធ្វើឲ្យពួកយើងសម្រេចចិត្តយកភ្លាមគឺតម្លៃវាថោកជាងផ្ទះដទៃចិត្តពាក់កណ្ដាលថ្ងៃដំបូងដែលពួកយើងរើអីវ៉ាន់ចូលគឺចំថ្ងៃសិលមេថ្ងៃនោះអាប់អួរខ្លាំងណាស់ទាំងដែលជាខែប្រាំងពេលដើរចូលទៅក្នុងផ្ទះដំបូងខ្ញុំមានអារម្មណ៍ថាត្រជាក់ស្រេបដល់ឆ្អឹងខ្នងភ្លាមដូចជាមានខ្យល់ម៉ាស៊ីនត្រជាក់បក់មកចំទាំងដែលផ្ទះនោះមិនទាន់មានតភ្លើងផងពិសិដ្ឋដែលជាមនុស្សមិនសូវជឿរឿងអរូបីបាននិយាយលេងសើចថាផ្ទះនេះត្រជាក់ល្អតើអ្វីមិនបាច់អស់លុយទិញម៉ាស៊ីនត្រជាក់ទេឬមួយមានស្រីស្អាតចាំទទួលពួកយើងផងគ្រានោះស្រាប់តែមានសំឡេងផាំងយ៉ាងខ្លាំងចេញពីទ្វារបន្ទប់ទឹកខាងក្រោយពួកយើងស្ទុះទៅមើលឃើញទ្វារបន្ទប់ទឹកដែលចាក់សោពីខាងក្នុងបែរជាបើកចំហហើយធ្លាក់កន្លឹះទ្វារមកដីរឹតប្រាប់ថាប្រហែលជាមកពីខ្យល់បក់ប៉ុន្តែនៅក្នុងផ្ទះដែលបិទបង្អួចចិត្តឈឹងតើមានខ្យល់ឯណាខ្លាំងអត់ថ្នាក់នោះរស់នៅបានប្រហែល1សប្តាហ៍យប់ណាក៏ពួកយើងឮសំឡេងចម្លែកដែរម៉ោង1រំលងអធ្រាត្រឮសំឡេងមនុស្សដើរអូសជើងឡើងចុះតាមជណ្ដើរឈើម៉ោង2រំលងអធ្រាត្រឮសំឡេងដូចជាមានគេកោសចិញ្ចៀងបន្ទប់គេងខ្វាចម៉ោង3រំលងអធ្រាត្រធំក្លិនស្អុយរលួយដូចជាសាកសពសត្វតែរកប្រភពមិនឃើញយប់បន្ទាប់ពួកយើងបានទិញគ្រឿងក្លែមនិងស្រាមកផឹកស៊ីនៅក្នុងផ្ទះយ៉ាងក្អាកក្អាយលុះពេលស្រវឹងជោគរៀងខ្លួនពិសិដ្ឋបានទៅបត់ជើងតូចនៅកាច់ជ្រុងចណ្ដាងងងឹតរឹតបានស្រែកខាត់មិនចូលក្នុងបន្ទប់ទឹកប្រយ័ត្នម្ចាស់ផ្ទះដីគេខឹងពិសិដ្ឋសើចក្អាកក្អាយទាំងអាកប្បកិរិយាប្រមាថម្ចាស់ទឹកម្ចាស់ដីស្អីបើខ្លាំងចេញមកជួបអញជួលផ្ទះនេះអស់លុយតើខ្លាចអ្នកណាភ្លាមនោះភ្លើងនៅក្នុងផ្ទះបានរលត់ងងឹតឈឹងខ្យល់ត្រជាក់យ៉ាងខ្លាំងបានបក់បោកចូលមកតាមបង្អួចធ្វើឲ្យពួកយើងស្រវឹងជោគក៏ប្រែជាដឹងខ្លួនស្វាងចាស់អ្វីដែលរន្ធត់បំផុតនោះគឺពួកយើងបានឮសំឡេងស្ត្រីម្នាក់យំខ្សឹកខ្សួលយ៉ាងខ្លាំងចេញមកពីកាច់ជ្រុងចណ្ដាងងងឹតដែលពិសិដ្ឋទៅតែបត់ជើងតូចដាក់
យប់នោះពួកយើងខ្លាចពេកក៏រត់ទៅដេកប្រជិតក៏ជ្រិតគ្នានៅក្នុងបន្ទប់ធំតែមួយប៉ុន្តែសង្គ្រាមពិតប្រាកដទើបតែចាប់ផ្ដើមប្រហែលជាម៉ោង 2:45 នាទីរំលងអធ្រាត្រខ្ញុំបានភ្ញាក់ដឹងខ្លួនព្រោះមានអារម្មណ៍ថាថប់ដង្ហើមដូចមានដុំថ្មរាប់តោនមកសង្កត់លើទ្រូងពេលខ្ញុំបើកភ្នែកឡើងព្រលឹងខ្ញុំស្ទើរតែហោះចេញពីរាងកាយនៅចុងជើងគ្រែមានស្ត្រីម្នាក់សក់វែងរហូតដល់ដីមុខមាត់ខូចខាតខ្ទីស្ទើរមើលមិនយល់ភ្នែករបស់នាងលៀនចេញមកក្រៅនិងមានឈាមហូរស្រក់តក់ៗនាងកំពុងតែសម្លឹងមកពួកយើងដោយកែវភ្នែកពោលពេញដោយកំហឹងនិងគំនុំនាងមិនមែនឈរធម្មតានោះទេខ្លួនប្រាណរបស់នាងកំពុងតែអណ្ដែតលើអាកាសរំពេចនោះនាងបានលូកដៃដែលសល់តែឆ្អឹងនិងក្រចកខ្មៅវែងមកចាប់ជើងរបស់ពិសិដ្ឋរួចអូសទម្លាក់ពីលើគ្រែយ៉ាងខ្លាំងជួយអញផងពិសិដ្ឋស្រែកយំយ៉ាងខ្លាំងខ្លួនរបស់គេត្រូវកម្លាំងអាត់កំបាំងអូសចេញពីបន្ទប់តម្រង់ទៅរកចណ្ដើរខ្ញុំនឹងរឹតភ័យខ្លាំងណាស់តែមិនអាចបោះបង់មិត្តភក្តិបានក៏ស្ទុះទៅចាប់ដៃពិសិដ្ឋទាញត្រឡប់មកវិញពេលនោះស្ត្រីជាប្រលឹងខ្មោចនោះបានបង្វិលក្បាលរបស់នាងមកក្រោយ180ដឺក្រេសម្លឹងចំមុខរបស់ពួកយើងរួចស្រែកគំហកសំឡេងធំក្រលួចធ្វើឲ្យកញ្ចក់បង្អួចក្នុងបន្ទប់បែកខ្ទេចពួកហែងដេញអញផ្ទះនេះជាផ្ទះរបស់អញពួកហែងត្រូវតែស្លាប់ពួកយើងខំប្រឹងទាញពិសិដ្ឋរួចសូត្រធัวផងស្រែកយំផងរហូតដល់កម្លាំងងងឹតនោះប្រឡែងដៃពួកយើងទាំង3នាក់ស្ទុះរត់ចុះតាមចណ្ដើរទាំងមិនបានពាក់ស្បែកជើងរត់សំដៅទៅរកផ្ទះអ្នកភូមិដែលនៅជិតនោះទាំងយប់អធ្រាត្រព្រឹកឡើងពួកយើងមិនហ៊ានចូលទៅយកអ៊ីវ៉ាន់ម្នាក់ឯងទេគឺបានពឹងម្ចាស់ផ្ទះនិងអ្នកភូមិឲ្យមកជាមួយនៅពេលដឹងរឿងរ៉ាវទាំងអស់ម្ចាស់ផ្ទះបានប្រាប់ពួកយើងថាកាលពី3ឆ្នាំមុនម្ចាស់ផ្ទះនេះធ្លាប់មានស្ត្រីម្នាក់ជាម្ចាស់ផ្ទះដើមដែលត្រូវបានចោលប្លន់និងសម្លាប់យ៉ាងព្រៃផ្សៃដោយសារការច្របាច់កនិងទម្លាក់សាកសពពីលើចណ្ដើរដោយសារតែព្រលឹងនាងនៅតែចងគំនុំទើបគ្មានអ្នកណាអាចរស់នៅបានម្ចាស់ផ្ទះបច្ចុប្បន្នត្រូវជាបងប្អូនចង់បានលុយក៏ប្រកាសជួលក្នុងតម្លៃថោកដោយមិនបានប្រាប់ការពិតចំណែកឯពិសិដ្ឋបន្ទាប់ពីយប់នោះមកគេបានធ្លាក់ខ្លួនឈឺគ្រុនក្តៅរវើរវាយរាប់សប្តាហ៍ហើយជើងទាំងពីររបស់គេមានស្នាមជួមខ្មៅរាងដៃមនុស្សយ៉ាងច្បាស់ក្រឡែតពួកយើងត្រូវនាំគេទៅធ្វើពិធីសុំខមាទោសនិងស្រោចទឹកកាត់គ្រោះទើបអាការៈរបស់គេបានធូរស្រាលមេរៀនដែលពួកយើងទទួលបានពីព្រឹត្តិការណ៍នោះគឺមិនថាទៅដល់ទីណាកន្លែងណាមិនថាជឿឬមិនជឿលើរឿងអរូបីនោះទេដែលខាតត្រូវតែមានការគោរពជានិច្ចព្រោះយើងមិនដឹងថាទីកន្លែងដែលយើងកំពុងឈរធ្លាប់មានរឿងរ៉ាវអ្វីកើតឡើងខ្លះនោះឡើយសាច់រឿងទី5នេះជាសាច់រឿងពិតមួយដែលខ្ញុំចង់ចែករំលែកវាជាបទពិសោធន៍ដ៏រន្ធត់បំផុតក្នុងជីវិតរបស់ខ្ញុំកាលពី2ឆ្នាំមុនដែលធ្វើឲ្យខ្ញុំលែងហ៊ានប្រមាថរឿងអរូបីតទៅទៀតផ្ទះឈើបុរាណនៅជាក្រុងកាលនោះខ្ញុំនិងមិត្តភ័ក្តិ2នាក់ទៀតគឺភក្តីនិងវិបុលបាននាំគ្នាជួលផ្ទះឈើបុរាណមួយខ្នងនៅជាយខេត្តសៀមរាបដើម្បីស្នាក់នៅអំឡុងពេលចុះធ្វើការស្រាវជ្រាវផ្ទះនោះជាផ្ទះឈើ2ជាន់បែបបុរាណខ្មែរជញ្ជាំងលើឡើងខ្មៅរលោងនិងមានបរិយាកាសស្ងប់ស្ងាត់ខ្លាំងតម្លៃជួលថោកមិនគួរឲ្យជឿម្ចាស់ផ្ទះគ្រាន់តែប្រាំថាយប់ឡើងបើឮសំឡេងអ្វីក៏មាត់កុំសួរហើយកុំបើកបង្អួចឲ្យសោះពួកយើងគិតថាគាត់គ្រាន់តែបារម្ភពីរឿងចោលប្លន់ក៏មិនបានចាប់អារម្មណ៍អ្វីឡើយយប់ដំបូងបរិយាកាសត្រជាក់ខុសធម្មតាទោះជាមិនបានបើកកង្ហាក៏ដោយប្រហែលជាម៉ោង2រំលងអធ្រាត្រខ្ញុំស្រាប់តែភ្ញាក់ដឹងខ្លួនព្រោះឮសំឡេងក្រឹកដូចជាមានមនុស្សកំពុងដើរយឺតនៅលើកម្រាលឈើលើជាន់លើខ្ញុំគិតថាប្រហែលជាភក្តីដើរទៅលើជាមិនខានប៉ុន្តែពេលខ្ញុំងាកទៅមើលគ្រែខាងស្ដាំភក្តីនិងវិបុលកំពុងគេងលក់ដកដង្ហើមស្មើទន្ទឹមគ្នាចុះសំឡេងដើរនៅខាងលើ
ជាអ្នកណាសំឡេងនោះដើរចុះឡើងរួចក៏មកឈប់ចំពីលើដំបូលមុងរបស់ពួកយើងចំពេលនោះស្រាប់តែមានក្លិនដូចសាកសពស្អុយរលួយជះមកភាយខ្ញុំភ័យពេកក៏ទាញភួយដណ្ដប់ជិតក្បាលរហូតដល់លងលក់ទៅវិញទៀងប្រលឹងចុងសក់យប់ទី2អ្វីកាន់តែរន្ធត់ជាងមុនម៉ោងប្រហែល11យប់ពួកយើងកំពុងតែអង្គុយរៀបចំឯកសារស្រាប់តែភ្លើងក្នុងផ្ទះបានរលត់ងងឹតឈឹងភ្លាមនោះសំឡេងខ្យល់បោកបក់មកយ៉ាងខ្លាំងពីខាងក្រៅទ្វារបង្អួចឈើចាប់ផ្ដើមរលាក់វាយប៉ះទង្គិចគ្នាផាំងវិបុលបានទាញពិលមកបើកបំភ្លឺពន្លឺពិលបានជះទៅចំកាច់ជ្រុងផ្ទះពួកយើងទាំង3នាក់ស្ទើរតែលោតចេញនៅកាច់ជ្រុងងងឹតនោះមានស្រមោលស្ត្រីម្នាក់ស្លៀកពាក់បែបបុរាណអាវពណ៌ស្រអាប់សក់វែងអន្លាយធ្លាក់ចុះមកបាត់មុខចិត្តអណ្ដែតពីលើដីបន្តិចនាងកំពុងតែឈរយំខ្សឹកខ្សួលសំឡេងនោះយំស្រួយស្រេះគួរឲ្យព្រឺសម្បុរខ្លាំងភក្តីភ័យពេកក៏ស្រែកជេរប្រមាថទាំងមិនដឹងខ្លួនខ្មោចឯណាក៏មកលងបន្លាចអញគ្រាន់តែសម្ដីស្ត្រីនោះក៏ងើបមុខឡើងយឺតមុខរបស់នាងគ្មានភ្នែកគ្មានច្រមុះទេមានតែរន្ធមាត់ដ៏ធំខ្មៅងងឹតហើយនាងបានហោះសម្ដៅមកពួកយើងយ៉ាងលឿនពួកយើងស្រែកផ្អើលឆោឡោរត់ដួលត្រឡប់ត្រឡំចេញមកក្រៅផ្ទះទាំងយប់អាធ្រាត្រដោយមិនគិតពីជីវិតឡើយពួកយើងបានទៅសុំស្នាក់នៅវត្តមួយយប់លុះព្រឹកឡើងពួកយើងត្រឡប់ទៅប្រមូលវ៉ាន់ទាំងញប់ញ័រហើយបានសួរនាំអ្នកភូមិនៅក្បែរនោះទើបដឹងការពិតដ៏គួរឲ្យខ្លាចផ្ទះនោះជាផ្ទះរបស់គ្រូធ្មប់ម្នាក់កាលពីសម័យមុនស្ត្រីដែលពួកយើងបានឃើញគឺជាប្រពន្ធចុងរបស់គាត់ដែលត្រូវបានគេសម្លាប់រួចយកសពទៅកប់នៅក្រោមគ្រឹះជួនក្រោមនៃផ្ទះនោះដើម្បីធ្វើជាវិញ្ញាណចាំផ្ទះកុំឲ្យអ្នកណាចូលមករស់នៅបានរាល់អ្នកដែលមកនៅជួលមុនមិនដែលបានរស់នៅបានលើសពីយប់ឡើយហើយអ្នកខ្លះត្រូវឈួតវង្វេងស្មារតីទៀតផងចាប់តាំងពីថ្ងៃនោះមកឲ្យតែពេលយប់ងឹតឬទៅកន្លែងមានផ្ទះឈើចាស់ខ្ញុំតែងតែមានអារម្មណ៍ដូចជាមានភ្នែកមួយគូកំពុងតែសម្លឹងមើលមកខ្ញុំពីលើដំបូលជានិច្ចវាជាការចងចាំដ៏រន្ធត់ដែលមិនអាចបំភ្លេចបានក្នុងមួយឆាកជីវិតសាច់រឿងទី6រឿងនេះជាសាច់រឿងពិតដែលខ្ញុំមិនដែលភ្លេចក្នុងជីវិតហើយរាល់ដងឲ្យតែនឹកឃើញដល់ឬមានគេនិយាយពីរឿងការចូលព្រៃខ្ញុំតែងតែព្រឺរោមវាជាហេតុការណ៍ដែលបានកើតឡើងកាលពីជិត10ឆ្នាំមុនពេលដែលខ្ញុំនៅក្មេងហើយបានតាមតារបស់ខ្ញុំគាត់ជាគ្រូថ្នាំបុរាណល្បីម្នាក់ក្នុងភូមិចូលទៅក្នុងព្រៃជ្រៅមួយនៅតំបន់ភាគខាងលិចដើម្បីរកឫសឈើនិងដើមថ្នាំយកមកផ្សំឲ្យអ្នកជំងឺធម្មតាការចូលព្រៃរកថ្នាំរបស់តាគឺត្រូវដើររាប់ថ្ងៃហើយត្រូវសម្រាកក្នុងព្រៃមុននឹងចូលព្រៃតាតែងតែរៀបចំកិច្ចនមស្ការនិងសូមម្ចាស់ទឹកម្ចាស់ដីព្រមទាំងហាមដាច់ខាតមិនឲ្យខ្ញុំនិយាយពាក្យអាវ៉ាសែឬលេងសើចឡើយពីថ្ងៃដំបូងអ្វីគឺធម្មតាណាស់យើងរកបានដើមថ្នាំជាច្រើនប៉ុន្តែរហូតដល់ល្ងាចថ្ងៃទី3ពួកយើងបានដើរទៅដល់ជ្រលងភ្នំមួយដែលស្ងាត់ជ្រងំសូម្បីតែសត្វបក្សាបក្សីក៏មិនសូវយំដែរនៅកណ្ដាលទួលមួយមានដើមជ្រៅដ៏ធំមួយដើមម៉ែកធាងវាគ្របដណ្ដប់ចិត្តពាសពេញតំបន់នោះតាខ្ញុំក្រឡេកមើលទៅដើមជ្រៃនោះរួចក៏ប្រាប់ខ្ញុំភ្លាមថាអាណប់ប្រញាប់រៀបចំកន្លែងដេកនៅទីនេះទៅយប់នេះយើងមិនអាចដើរទៅមុខទៀតទេមេឃរកកលចង់ភ្លៀងហើយរៀបចំកន្លែងហើយជួយកាច់អស់មកបង្កាត់ភ្លើងឲ្យបានច្រើនពេលដែលខ្ញុំកំពុងតែដើរកាច់អស់នៅក្បែរនោះស្រាប់តែខ្ញុំឮសំឡេងដូចមនុស្សស្រីយំសោកខ្សឹកខ្សួលពីចម្ងាយខ្ញុំក៏ងាកទៅមើលតែមិនឃើញមានអ្វីក្រៅពីភាពងងឹតនៃព្រៃឈើឡើយខ្ញុំគិតថាប្រហែលជាសត្វយំទើបមិនចាប់អារម្មណ៍ប៉ុន្តែពេលងងឹតចូលមកដល់អាកាសធាតុប្រែជាត្រជាក់ខុសធម្មតាត្រជាក់ដល់ឆ្អឹងទោះបីជាមានភ្នក់ភ្លើងធំក៏ដោយប្រហែលជាម៉ោង1រំលងអាធ្រាត្រភ្លើងភ្នក់ចាប់ផ្ដើមរលត់បន្តិចម្ដងតាខ្ញុំគាត់កំពុងតែលង់លក់យ៉ាងស្កប់ស្កល់ដោយសារហត់នឿយពេញមួយថ្ងៃ
ស្រាប់តែខ្ញុំឮសំឡេងស្លឹកឈើស្ងួតលាន់ឮនៅពីខាងក្រោយខ្ញុំខំប្រឹងបើកភ្នែកងាកទៅមើលយឺតៗអ្វីដែលខ្ញុំបានឃើញនៅក្រោមដើមជ្រៃធំនោះមានស្រមោលមនុស្សស្រីម្នាក់ស្លៀកពាក់ខោអាវចាស់ៗរ៉ាហែករូបរាងខ្ពស់ខុសពីមនុស្សធម្មតាសក់របស់នាងវែងអូសដីហើយអ្វីដែលរន្ធត់បំផុតនោះគឺនាងគ្មានមុខទេផ្ទៃមុខរបស់នាងរាបស្មើដូចជាសាច់ដុំដែកគេកាត់ខ្វៀលភ្នែកច្រមុះនិងមាត់ចេញអស់ចំណែកឯខ្លួនប្រាណរបស់នាងវិញគឺហោះអណ្ដែតពីលើដីបន្តិចម្ដងសំដៅមកកន្លែងដែលពួកយើងដេកខ្ញុំភ័យពេកចង់ស្រែកមិនចេញខ្លួនប្រាណរឹងកំព្រឹសដូចមានគេមកសង្កត់លើស្ត្រីនោះបានមកឈរលើក្បាលរបស់តាខ្ញុំហើយលូកដៃដែលខ្វាមក្រចកវែងខ្មៅរលួយរៀបនឹងលូកច្របាច់កតារបស់ខ្ញុំទៅហើយក្នុងចិត្តខ្ញុំគិតថាស្លាប់ហើយលើកនេះតែភ្លាមនោះតាខ្ញុំបានបើកភ្នែកយ៉ាងលឿនតាមពិតគាត់ដឹងខ្លួនមុននេះបន្តិចហើយតែគាត់សូត្រធម៌ក្នុងចិត្តតាខ្ញុំស្ទុះអង្គុយភ្លាមរួចយកកំបិតបន្ទោះដែលគាត់ប្រើសម្រាប់ចាត់ថ្នាំមកចាក់ចុះទៅលើដីរួចសូត្រគាថាខ្លាំងមនាលពួកអសុរកាយបើមិនចង់វិនាសទេចូលថយចេញទៅយើងមកនៅទីនេះដើម្បីតែរកថ្នាំជួយសង្គ្រោះមនុស្សមិនមែនមកបៀតបៀនអ្នកឡើយគ្រាន់តែតាសូត្រចប់ស្រាប់តែមានខ្យល់ព្យុះមួយបោកមកយ៉ាងខ្លាំងធ្វើឲ្យភ្នក់ភ្លើងផ្ចាត់ខ្ចាយខ្មោចស្ត្រីនោះបានស្រែកធ្ងោសំឡេងរបស់នាងលាន់ឮក្រលួចមុននឹងរលាយបាត់ទៅក្នុងដើមព្រៃធំនោះភ្លាមពេលនោះខ្ញុំទើបតែដកដង្ហើមធំរួចហើយក៏ដួលសន្លប់បាត់ទៅព្រឹកឡើងពេលខ្ញុំដឹងខ្លួនខ្ញុំឃើញតាកំពុងអង្គុយជក់បារីស្លឹកសង្កែយ៉ាងស្ងៀមស្ងាត់គាត់មើលមកខ្ញុំរួចនិយាយទាងទឹកមុខស្ងប់ស្ងាត់ថាដឹងខ្លួនហើយអីចៅប្រញាប់រៀបចំអីវ៉ាន់ចាក់ចេញពីទីនេះភ្លាមមុននឹងដើរចាញ់ខ្ញុំបានក្រឡេកមើលទៅគល់ដើមជ្រៃធំនោះអ្វីដែលធ្វើឲ្យខ្ញុំព្រឺក្បាលនោះគឺនៅខាងក្រោយដើមជ្រៃនោះមានខ្ទមចាស់ទ្រុឌទ្រោមមួយដែលបាក់បែកហើយនៅក្បែរនោះមានក្អមបុរាណនិងមានឆ្អឹងមនុស្សកប់លិចចេញមកខាងក្រៅបន្តិចផងតាខ្ញុំបានខ្សឹបប្រាប់ខ្ញុំតាមផ្លូវដែលត្រឡប់មកវិញថានៅទីនោះពីមុនជាកន្លែងដែលគេយកសាកសពមនុស្សមកសម្លាប់ចោលកាលពីសម័យសង្គ្រាមហើយខ្មោចស្ត្រីម្នាក់នោះគឺជាព្រលឹងសេពសោយទុកវេទនាដែលមិនអាចទៅចាប់ជាតិបានហើយចូលចិត្តលងបន្លាចនិងយកព្រលឹងអ្នកដែលចូលព្រៃផ្ដេសផ្ដាស់ចាប់តាំងពីពេលនោះមកខ្ញុំមិនដែលហ៊ានឈានជើងចូលទៅក្នុងព្រៃជ្រៅនោះទៀតឡើយទោះបីជាតាខ្ញុំបបួលម្ដងណាក៏ខ្ញុំបដិសេធដែរព្រោះរាល់ពេលយប់ងងឹតខ្ញុំតែងតែធុំក្លិនខុសធម្មតានិងនឹកឃើញដល់ផ្ទៃមុខដ៏រាបស្មើគ្មានភ្នែកគ្មានច្រមុះរបស់ខ្មោចស្រីក្រោមដើមជ្រៃនោះជានិច្ចសាច់រឿងទី7នេះជាសាច់រឿងពិតមួយដែលបានកើតឡើងកាលពី5ឆ្នាំមុននៅក្នុងភូមិដាច់ស្រយាលមួយនៃខេត្តបាត់ដំបងរឿងនេះត្រូវបានរៀបរាប់ដោយបងប្រុសម្នាក់ឈ្មោះសុភ័ក្រដែលគាត់បានទៅចូលរួមពិធីបុណ្យសពនិងបូជាសពយាយជីម្នាក់ដែលជាសាច់ញាតិខាងម្ដាយរបស់គាត់យាយជីមនគាត់ជាមនុស្សម្នាក់ដែលកាន់សិលខ្ជាប់ខ្ជួនណាស់តែមុនពេលគាត់ស្លាប់គាត់មានជំងឺវង្វេងហើយចូលចិត្តនិយាយម្នាក់ឯងអ្វីដែលប្លែកគឺមុនថ្ងៃដកដង្ហើមចុងក្រោយគាត់បានសម្លឹងទៅមើលដំបូលផ្ទះរួចនិយាយទាងភ្នែកបើកធំថាពួកវាមកចាំយកយើងហើយពួកវាមកច្រើនណាស់ពេលគាត់ដាច់ខ្យល់ស្លាប់ទៅភ្នែកទាំងពីររបស់គាត់នៅតែបើករឡងមិនព្រមបិទទាល់តែសោះទោះបីជាកូនចៅព្យាយាមទាញបិទយ៉ាងណាក៏ដោយចាស់នៅក្នុងភូមិខ្សឹបខ្សៀវគ្នាថាគាត់ស្លាប់ទាំងមិនមានចិត្តបារម្ភឬមានព្រលឹងខ្មៅណាមកតាមយាយីយប់ទី1នៃពិធីបុណ្យសពបរិយាកាសនៅក្នុងពិធីបុណ្យដែលស្ថិតនៅក្បែរជើងព្រំគឺត្រជាក់ស្រឹបខុសពីធម្មតាសំឡេងលោកទេសនានិងសំឡេងភ្លេងពិណពាទ្យបន្លឺឡើងល្វើយជំនោរខ្យល់បក់មកម្ដងធ្វើឲ្យអណ្ដាតភ្លើងទៀននៅមុខក្តារមឈូសរេវីវល់យប់នោះសុភ័ក្រនិងយុវជន3នាក់ទៀត
ទៅនៅយាមក្បែរក្តារមឈូសនៅម៉ោងប្រហែល2រំលងអធ្រាត្រមនុស្សម្នាបានគេងលក់អស់ទៅហើយសល់តែក្រុមយាមសពអង្គុយចាក់បៀដើម្បីកំដរភ្នែកស្រាប់តែខ្វាក់សំឡេងសត្វលលកខ្មោចយំនៅលើមេឃដើមពោធិ៍ធំក្បែរនោះរៀបចំខ្លួនទៅជិតដល់ពេលហើយសំឡេងខ្សឹបខ្សៀវមួយហាក់ដូចជាសំឡេងមនុស្សចាស់ស្រីបន្លឺចេញពីក្នុងមឈូសអ្នកទាំង4នាក់ទម្លាក់បៀពីដៃភ្លាមព្រឺក្បាលខ្ញាក់ភ្នែកសម្លឹងមើលមុខគ្នាទៅវិញទៅមកសុភ័ក្រព្យាយាមសម្រួលអារម្មណ៍ថាជាសំឡេងខ្យល់តែមិនទាន់ទាំងដកដង្ហើមធំផងស្រាប់តែចង្កៀងប្រេងកាតដែលដាក់នៅលើក្តារមឈូសស្រាប់តែរលត់ព្រមគ្នាជំនួសមកវិញដោយសក្លិនស្អុយរលួយដូចជាសាកសពហើមស្អុយភាយពេញរោងថ្ងៃបន្ទាប់ជាថ្ងៃដែលត្រូវដង្ហែសពទៅបូជានៅវត្តភ្នួងបូជាសពត្រូវបានរៀបចំដោយដុតអុសយ៉ាងច្រើនពេលដែលគេលើកមឈូសដាក់លើភ្នក់អុសរឿងដ៏រន្ធត់ក៏បានចាប់ផ្ដើមអាចារ្យបានរៀបចំពិធីនិងទាញក្បាលមឈូសបើកដើម្បីឲ្យកូនចៅមើលមុខជាចុងក្រោយពេលនោះគ្រប់គ្នាស្រែកព្រោះសពយាយជីមិនត្រឹមតែបើកភ្នែកទេថែមទាំងមានឈាមហូរចេញតាមរន្ធភ្នែកទាំងពីរហូរចុះមកថ្ពាល់ដែលស្គមរីងរៃរបស់គាត់ទៀតផងអាចារ្យប្រញាប់ដុតភ្លើងបូជាភ្លាមដើម្បីបញ្ចប់បុណ្យប៉ុន្តែភ្លើងដែលឆេះសន្ធោសន្ធៅលើកំណោអស់បែរជាមិនព្រមឆេះស៊ីក្តារមឈូសទាល់តែសោះភ្លើងឆេះឡើងក្រហមច្រាលតែដុំអុសនឹងក្តារមឈូសនៅដដែលដូចជាមានទឹកមកជះពន្លត់អាចារ្យឃើញដូច្នេះដឹងថាមានរឿងមិនស្រួលក៏ចាប់ផ្ដើមសូត្រធម៌រំដោះគ្រោះនឹងបាចអង្គបាច់ស្រូវភ្លាមនោះខ្យល់កន្ត្រាក់មួយបានបោកមកយ៉ាងខ្លាំងបោកដីខ្សាច់ហុយត្រឡោមនៅក្នុងផ្សែងភ្លើងបូជាសពគ្រប់គ្នាបានឃើញស្រមោលខ្មៅជាច្រើនអ្នកឈរជុំវិញភ្នក់ភ្លើងរួចធ្វើកាយវិការដូចជាកំពុងទាញដណ្ដើមអ្វីមួយចេញពីក្នុងមឈូសសំឡេងស្រែកយំយ៉ាងល្វើយនិងសំឡេងសើចក្អាកក្អាយលាយឡំនឹងគ្នាបន្លឺឡើងចេញពីក្នុងផ្សែងសុភាដែលឈរមើលពីចម្ងាយនិយាយថាគាត់បានឃើញភ្នែករបស់យាយជីនៅក្នុងមឈូសងាកមកសម្លឹងចំមកគាត់រួចមាត់របស់សពហាក់ដូចជាខ្សឹបថាជួយផងអាចារ្យបង្ខំចិត្តយកប្រេងសាំង3ប៊ីដុងមកចាក់ថែមរួចសូត្រធម៌ចងទើបភ្លើងចាប់ផ្ដើមឆេះសន្ធោសន្ធៅស៊ីសាច់សពអស់ឆេះសោសសាច់ទៅច្ផេះទោះបីជាពិធីបុណ្យបានបញ្ចប់ទៅហើយក្តីប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃនេះអ្នកភូមិដែលរស់នៅក្បែរវត្តនោះតែងតែនិយាយតគ្នាថានៅយប់ថ្ងៃសិលគេតែងតែឃើញស្រមោលយាយជីស្លៀកពាក់សកាន់ដំបងដើរជុំវិញភ្នក់បូជាសពកន្លែងចាស់នោះរួចយំខ្សឹកខ្សួលហាក់ដូចជាវិញ្ញាណរបស់គាត់ត្រូវបានប្រលឹងខ្មៅងងឹតនៅក្នុងព្រៃនោះចាប់បង្ខៀងទុកមិនឲ្យទៅចាប់ចិត្តបានឡើយសាច់រឿងចុងក្រោយនេះជារឿងខ្ញុំសូមមិនបញ្ចេញឈ្មោះពិតនិងទីតាំងច្បាស់លាស់ទេបងប្អូនទាំងអស់គ្នាវាជារឿងពិតដែលបានកាត់ឡើងលើរូបខ្ញុំផ្ទាល់កាលពីប្រហែល3ឆ្នាំមុននៅស្រុកកំណើតរបស់ខ្ញុំរហូតមកដល់ពេលនេះឲ្យតែនឹកឃើញដល់យប់មួយនោះខ្ញុំនៅតែព្រឺក្បាលមិនបាត់ឡើយចាប់ផ្ដើមសាច់រឿងដើមជ្រៃធំចុងភូមិកាលនឹងមានបងប្រុសម្នាក់នៅក្នុងភូមិជាមួយខ្ញុំឈ្មោះតារាឈ្មោះដែលដាក់ឲ្យគាត់ជាមនុស្សស្លូតបូតណាស់ប៉ុន្តែអភ័ព្វត្រូវសង្សារដែលស្រឡាញ់គ្នាច្រើនឆ្នាំបោះបង់ចោលទៅរៀបការជាមួយអ្នកមានដោយសារតែការឈឺចាប់ខ្លាំងពេកបូករួមទាំងសម្ពាធគ្រួសារផងយប់មួយតារាបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយការចងកនឹងមែកជ្រៃដ៏ធំមួយនៅចុងភូមិសាកសពរបស់គាត់ត្រូវបានគេប្រទះឃើញពេលព្រឹកព្រលឹមភ្នែកបើកស្លក់ហាក់ដូចជាមានកំហឹងនឹងការគុំគួនយ៉ាងខ្លាំងមុនពេលដកដង្ហើមចុងក្រោយគ្រូទាយនៅចុងភូមិបានលោកប្រាប់តគ្នាថាស្លាប់ទាំងកំហឹងបែបនេះព្រលឹងមិនទៅណាឆ្ងាយទេគឺនៅវិលគុំគួនខ្លាំងណាស់បន្ទាប់ពីបុណ្យសពរួចយប់មួយខ្ញុំនិងមិត្តភ័ក្តិម្នាក់ទៀតឈ្មោះសោតបានជិះម៉ូតូឌុបគ្នាចេញពីផ្ទះមិត្តភ័ក្តិម្នាក់ទៀតនៅភូមិទល់មុខពេលត្រឡប់មកវិញ
ម៉ោង7:01រំលងអធ្រាត្រទៅហើយផ្លូវចូលភូមិខ្ញុំគឺជិះកាត់តាមផ្លូវលំដីសដែលសងខាងសុទ្ធតែជាព្រៃរបោះនិងមានដើមជ្រៃធំដែលតារាចងកនោះឯងពេលជិះមកដល់ម្ដុំដើមជ្រៃនោះស្រាប់តែមានខ្យល់បក់មកវូត្រជាក់ដល់ឆ្អឹងខ្នងភ្លើងម៉ូតូរបស់យើងចាប់ផ្ដើមព្រិលព្រិចចង់រលត់មិនរលត់សូត្រដែលជាអ្នកបើកចាប់ផ្ដើមបន្ថយល្បឿនព្រោះមើលផ្លូវមិនច្បាស់ស្រាប់តែឌឹបមានអារម្មណ៍ថាធ្ងន់កន្ទុយម៉ូតូភ្លាមដូចជាមានមនុស្សម្នាក់ទៀតលួតមកអង្គុយពីក្រោយខ្ញុំម៉ូតូឡើងក្រឡុកទាញចង់ដួលខ្ញុំខំតាំងស្មារតីគិតថាប្រហែលជាបុកជង្លុកទេដឹងប៉ុន្តែមិនទាន់បានទាំងគិតស្រួលបួលផងស្រាប់តែមានក្លិនមួយភាយមកវាជាក្លិនស្អុយរលួយលាយឡំនឹងក្លិនឆ្អាបស្អុយខ្លាំងរហូតដល់ចង់ក្អួតភ្លាមនោះខ្ញុំមានអារម្មណ៍ថាមានខ្យល់ដកដង្ហើមត្រជាក់ស្រឹបបក់មកចំកញ្ចឹងករបស់ខ្ញុំពីខាងក្រោយខ្ញុំងាកមើលកញ្ចក់មើលក្រោយបន្តិចអ្វីដែលខ្ញុំបានឃើញធ្វើឲ្យខ្ញុំស្ទើរតែគៀងបេះដូងស្លាប់នៅនឹងកន្លែងនៅក្នុងកញ្ចក់ម៉ូតូខ្ញុំបានឃើញមុខបរិសម្នាក់ស្លេកស្លាំងភ្នែកលៀនចេញមកក្រៅស្បែកមុខឡើងខៀវស្វាយហើយមានខ្សែពណ៌សរុំជុំវិញកម្នាក់នោះគឺបងតារាគាត់កំពុងតែសម្លឹងមុខខ្ញុំទៀងកំហឹងធ្មេញខំណែនបញ្ចេញសំឡេងក្រហមក្នុងបំពង់កជួយអញផងអញឈឺកណាដៃដ៏ត្រជាក់ស្រាប់និងរឹងកំព្រឹសរបស់គាត់ចាប់ដើមលូកមកអោបចង្កេះខ្ញុំហើយរឹតណែនស្ទើរថប់ដង្ហើមខ្ញុំភ័យពេកស្រែកហៅសោតទាំងសំឡេងញ័រតត្រើតសោតជិះឲ្យលឿនឡើងបងតារាមកហើយគាត់នៅពីក្រោយយើងសោតគ្រាន់តែលើភ្លាមវាក៏ភ័យស្លន់ស្លោលែងមើលឆ្វេងស្ដាំបើកហ្គៀម៉ូតូអស់ទំហឹងប៉ុន្តែចម្លែកត្រង់ថាម៉ូតូបើករោខ្លាំងយ៉ាងណាតែហាក់ដូចជានៅដដែលមិនទៅមុខសោះឯដើមជ្រៃដ៏ធំមួយនៅក្បែរយើងដដែលសំឡេងសើចបែបយំរបស់ខ្មោចចងកនោះបន្លឺឡើងក្បែរត្រចៀកខ្ញុំកាន់តែខ្លាំងហាពួកហែងទៅណាមកនៅជាមួយអាញមកដៃខ្មោចនោះចាប់ដើមរំកិលពីចង្កេះឡើងមកច្របាច់ករបស់ខ្ញុំដកដង្ហើមលែងចង់ចេញភ្នែកចាប់ផ្ដើមងងឹតក្នុងចិត្តគិតថាលែងលើកនេះច្បាស់ជាស្លាប់មិនខានដោយសារតែការភ័យខ្លាចខ្លាំងពេកខ្ញុំបាននឹកដល់ព្រះគុណម៉ែឪនិងពុទ្ធគុណខ្ញុំប្រមូលកម្លាំងចុងក្រោយស្រែកជេរនិងសូត្រធម៌ទាំងមិនច្បាស់ពាក្យនមោតស្សៈព្រះជួយផងរួចយកជើងធាក់ចេញពីម៉ូតូទាំងពីរនាក់ក្រាំងម៉ូតូដួលបោកទៅនឹងថ្នល់ដីខ្លួនខ្ញុំនឹងសូត្របោកទៅនឹងដីពេលងើបឈរឡើងស្រាប់តែឃើញស្រមោលខ្មោចបងតារាឈរនៅកណ្ដាលផ្លូវសម្លឹងមកយើងទៀងកំហឹងរួចស្រាប់តែរូបរាងរបស់គាត់ហោះឡើងទៅលើដើមជ្រៃយឺតទាំងសភាពចងកព្យួរពួកខ្ញុំទាំងពីរនាក់លែងគិតពីម៉ូតូហើយគឺបោះជំហានរត់ទៀងត្រដាប់ត្រដួសមិនងាកក្រោយរហូតដល់ចូលភូមិនិងស្រែកឲ្យអ្នកភូមិជួយបន្ទាប់ពីយប់នោះមកខ្ញុំនឹងសូវធ្លាក់ខ្លួនឈឺគ្រុនក្តៅអស់ជិត1សប្តាហ៍គ្រួសារខ្ញុំត្រូវនិមន្តព្រះសង្ឃមកស្រោចទឹកនិងធ្វើពិធីសែនព្រេនជូនព្រលឹងបងតារាទើបអាការៈរបស់ខ្ញុំចាប់ផ្ដើមធូរស្រាលចាស់ក្នុងភូមិនិយាយថាបងតារាគាត់ស្លាប់ដោយសារព្រលឹងចងកអត្តឃាតគឺពោរពេញដោយកំហឹងនិងការឈឺចាប់ដូច្នេះអ្នកណាដែលដើរកាត់ទីនោះពេលយប់ជ្រៅតែងតែជួបការឡើងបន្លាចនិងឃើញសភាពគាត់ស្លាប់ដដែលបែបនេះឯងរហូតមកដល់សពថ្ងៃនេះទោះបីជាដើមជ្រៃនោះត្រូវបានគេកាប់ចេញខ្លះហើយក៏ដោយក៏ឲ្យតែម៉ោង9យប់ឡើងគឺគ្មានអ្នកភូមិណាម្នាក់ហ៊ានជិះកាត់ផ្លូវនោះម្នាក់ឯងឡើយជាបទពិសោធន៍ពិតដ៏រន្ធត់ក្នុងជីវិតរបស់ខ្ញុំដែលមិនអាចបំភ្លេចបានអរគុណបងប្អូនសម្រាប់ការតាមដានពីដើមរហូតដល់ចប់ជូនពរបងប្អូនសុខភាពល្អគ្រប់ក្រុមគ្រួសារ